ជាដំបូងសូមគោរពជម្រាបសួរដល់ប្រិយមិត្តអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះលីសុខឹមជានិស្សិតឆ្នាំទី1នៅសាកលវិទ្យាល័យបៀបរ៉ែសាខាខេត្តសៀមរាបហើយខ្ញុំក៏ជាសមាជិកកំណើននៅក្នុងចំណត់ទី7ផងដែរក្នុងនេះខ្ញុំចង់យកសៀវភៅមួយមកបកស្រាយដែលមានចំណងជើងថាដំណើរស្វែងរកខ្លួនឯងហើយដើម្បីបានជាសៀវភៅហ្នឹងគេដាក់ចំណងជើងថាដំណើរស្វែងរកខ្លួនឯងពីព្រោះសៀវភៅនេះបានបកស្រាយអំពីវិធីសាស្ត្រឬមួយក៏ជាវិធីសាស្ត្រជាច្រើនដើម្បីឲ្យយើងអាចស្គាល់ខ្លួនឯងបានយើងស្វែងរកខ្លួនឯងថាយើងជានរណាយើងរស់នៅដើម្បីអ្វីហើយយើងគួរធ្វើអ្វីខ្លះដើម្បីខ្លួនឯងដោយបើសិនជាអ្នកសិក្សាមួយចំនួនគាត់ធ្លាប់បានអានសៀវភៅហ្នឹងពេលបើកដំបូងនឹងមានសំណួរមួយគេសួរថាតើជីវិតជាអ្វីសម្រាប់ខ្ញុំជីវិតគឺជាមធ្យោបាយឬមួយក៏ជាដំណើរមួយដែលអាចឲ្យយើងឈានទៅរកការជោគជ័យឬមួយក៏ការបរាជ័យប៉ុន្តែនៅក្នុងសៀវភៅនេះបាននិយាយថាជីវិតវាគឺជាជម្រើសអញ្ចឹងមនុស្សម្នាក់វាមានជម្រើសជាច្រើនសម្រាប់ខ្លួនឯងដើម្បីជ្រើសរើសតែយើងគួរសួរខ្លួនឯងថាតើយើងគួរជ្រើសរើសជម្រើសមួយណាដើម្បីឲ្យជីវិតរបស់យើងទទួលបានភាពជោគជ័យពេលដែលយើងជ្រើសរើសជម្រើសហើយយើងគួរតែចេះឆ្លុះបញ្ចាំងអំពីទម្លាប់ឬមួយក៏ជាទម្លាប់ប្រចាំថ្ងៃរបស់យើងថាយើងរាល់ថ្ងៃហ្នឹងយើងបានធ្វើអ្វីឬមួយក៏បង្កើតកំហុសអ្វីខ្លះដែលយើងអាចកែប្រែវាបានពេលដែលយើងចប់បញ្ចាំងខ្លួនឯងហើយយើងគួរតែហ៊ានសាកល្បងបាក់ស្រាខ្លួនឯងហ៊ានចេញទៅខាងក្រៅប្រឡងក្នុងសង្គមដូចខ្ញុំជាដើមខ្ញុំជាមនុស្សម្នាក់ដែលអត់សូវហ៊ានចូលក្នុងសង្គមទេពេលដែលខ្ញុំចេញទៅក្រៅខ្ញុំមានអារម្មណ៍ថាខ្ញុំអត់មានទំនុកចិត្តលើខ្លួនឯងខ្ញុំអត់ហ៊ានធ្វើអ្វីដែលខ្ញុំចង់ធ្វើទេតែឥឡូវខ្ញុំក៏បានផ្លាស់ប្ដូរទម្លាប់ខ្លួនឯងខ្ញុំហ៊ានចេញទៅខាងក្រៅហ៊ានចូលរួមក្នុងកម្មវិធីនានាអត់តែកម្មវិធីណាដែលថាខ្ញុំអាចចូលរួមបានគឺខ្ញុំនឹងចូលរួមពេលហ្នឹងហើយវាធ្វើឲ្យយើងនឹងអាចស្គាល់ខ្លួនឯងបានមួយកម្រិតទៀតបន្ទាប់ពីយើងចេះឆ្លោះបញ្ចាំងខ្លួនឯងយើងចេះស្វែងរកសមត្ថភាពខ្លួនឯងគឺយើងគួរតែរស់នៅដោយពឹងផ្អែកលើខ្លួនឯងពេលដែលយើងរស់នៅពឹងផ្អែកលើខ្លួនឯងទោះគេបរាជ័យក៏យើងអត់បរាជ័យជាមួយគេដែរតែបើយើងរស់នៅជាដង្ហើមពីដកយើងរស់នៅពឹងផ្អែកលើគេពេលដែលគេបរាជ័យយើងបរាជ័យមួយគេព្រោះអត់មាននរណាម្នាក់មកជួយជុំជែកយើងរហូតទេសូម្បីតែគ្រួសាររបស់យើងក៏មិនអាចជួយជុំជែកយើងបានរហូតដែរហើយចំណុចចុងក្រោយដែលខ្ញុំចង់និយាយគឺបើសិនជាយើងចង់ខ្លាំងយើងកុំខ្លាចហត់មនុស្សម្នាក់គាត់មានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួនក៏ប៉ុន្តែបើសិនជាយើងហ៊ានអនុវត្តហ៊ានធ្វើយើងអត់ដឹងចំណុចខ្លាំងយើងជាអ្វីហើយក៏អត់ដឹងថាចំណុចខ្សោយយើងជាអ្វីដែរឧទាហរណ៍ថាបើសិនជាខ្ញុំចង់ចេះវាយ typing កុំព្យូទ័រខ្មែរឬមួយក៏អង់គ្លេសខ្ញុំចង់ចេះវាយឲ្យស្ទាត់តែរាល់ថ្ងៃខ្ញុំអត់តែអនុវត្តឬមួយក៏អត់តែធ្វើវាទេអញ្ចឹងគិតថាខ្ញុំនឹងអាចវាយ typing នឹងបានអត់វាអត់អាចទៅរួចទេអញ្ចឹងយើងគួរតែអនុវត្តសមត្ថភាពខ្លួនឯងពីថ្ងៃទៅមួយថ្ងៃជារៀងរាល់ថ្ងៃពេលនោះយើងនឹងបានរីកចម្រើននៅសមត្ថភាពរបស់យើងហើយចំណុចនៅក្នុងសៀវភៅហ្នឹងខ្ញុំចង់លើកឡើងមកតែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានសៀវភៅនេះអាចទៅស្វែងរកនៅបណ្ណាគារឬមួយក៏ស្វែងរកនៅក្នុង Facebook បងប្អូនចាក់វាព្រោះអីគាត់បានធ្វើវិភាគទានសម្រាប់អ្នកសិក្សាជាច្រើនពាន់ក្បាលអញ្ចឹងនេះខ្ញុំសូម